បើសិនជាយើងនិយាយពីហ្គេមភ័យរន្ធត់នៅក្នុងទូរស័ព្ទយើងប្រកាសជានឹកឃើញទៅដល់ Granny ទៅអត់ចឹងហ្គេមនឹងពីណាគេក៏ស្គាល់ដែលលើកលែងតែអ្នកអត់ដែលលេងហ្គេមខ្មោចសោះបានអត់ស្គាល់ហើយនៅក្នុងថ្ងៃហ្នឹងផងដែរខ្ញុំក៏បានជះថវិកាចំនួន$5ដើម្បីទិញហ្គេមនេះលេងហើយនៅក្នុងខ្លួនគ្មានមួយរៀលទេប៉ុន្តែលេងហ្គេមសិតតែទិញពី Steam អូខេចឹងយើងមកថ្ងៃហ្នឹងគឺមិនមែនមកលេងធម្មតាទេគឺយើងនឹងលេងវគ្គដែលពិបាកជាងគេបំផុតព្រោះថាមានបងប្អូនប្រិយមិត្តក៏សំណូមពរច្រើនខ្លាំងមែនតើចឹងបើសិនជាយើងអត់លេងគឺវាអត់កើតឥឡូវយើងដាក់វគ្គ Extreme មកហើយយើងចូលទៅដល់គ្នានេះឥឡូវថាយើងចូលមកគេមានជាមួយនឹង cutscene ផងដែរលយមែនតើហ្គេមនេះវាខុសពីក្នុងទូរស័ព្ទដោយសារតែក្នុងទូរស័ព្ទវាអត់មានជាមួយនឹង cutscene ទេឥឡូវគេថាដើរក្នុងព្រៃម្នាក់ឯងយាយនេះចាប់រំលោភបាត់ឡើយគេងាកឆ្វេងងាកស្ដាំម៉េចមានមនុស្សអត់ជុំស្ងាត់មែននៅក្នុងព្រៃអូនោះផ្ទះយាយនេះផ្ទះ Granny ក្នុងទូរស័ព្ទបើសិនជាយើងចូលលេងគឺវាចូលលេងហ្មងវាមាន cutscene អញ្ចឹងណាអានេះលយមែនតើទាំង graphic អីវិញនេះមានសមោមានអីចឹងមិនគេលក់ណាគេឥឡូវយើងឃើញផ្ទះ Granny ប៉ុន្តែយើងអត់ឃើញមានណានៅទេដូចជាស្ងាត់ខ្លាំងមែនតើគេជុំលឺម្លេងគេណាឥឡូវអូនេះ Granny ងាប់បាត់តអូហ្នឹងដូចជាចូលហ្គេមណានេះឥឡូវយើងបានចូលមកដល់ហើយយប់ទី1យប់អីថ្ងៃទី1យប់ក៏ត្រូវដែរអូខេឥឡូវងើបមក wait ចឹងគេថានៅក្នុង Granny ក្នុងកុំព្យូទ័រវាមានជាមួយនឹងពិលខ្ញុំឃើញពិលនៅខាងស្ដាំដៃឥឡូវរើសពិលសិននេះយើងបានហើយខ្ញុំឃើញសភៅមួយផងដែរចឹងយើងធ្វើការយកទៅដាក់ហើយទៅនេះយើងលូនតាមនេះមកអូលឺសំឡេងមកដល់អូខេឥឡូវខ្ញុំធ្វើការបញ្ឆោត Granny ឡើងទៅលើសិនព្រោះថាយើងអាចដើរទៅទាំងចឹងហ្មងឯងលើបោះមកអូខេបើសិនជាយើងដើរ Granny រត់លឿនណាចឹងរត់អត់តាន់ឥឡូវចាំឲ្យ Granny មកសិនមកនៅអូខេនេះមកហើយតោះឥឡូវទៅលឿនទៅកន្លែងខ្លះក៏យើងត្រូវលឿនបន្តិចណានេះយើងបើកឡើងនេះមកអូខេចឹងខ្ញុំធ្វើការដាក់ជាមួយនឹងសភៅវាបានហើយឥឡូវដើរទៅក្រោមមកព្រោះថាដើរទៅតាមផ្លូវនោះខ្លាច Granny ឃើញនេះយើងបើកទូនេះមកអូខេបានសោឡានមួយចឹងខ្ញុំធ្វើការយកសោនឹងទៅបញ្ឆោតនៅក្រោមសិនដើម្បីឲ្យ Granny វាទៅកន្លែងឡានណានេះយើងបោះឡើងនេះមកអូខេឥឡូវយើងបោះសិនខ្លាច Granny អត់តន់មកឥឡូវទៅមើលសិននេះអូខេអញ្ចឹងគិតថា Granny ប្រហែលជាទៅលើបាត់ហើយខ្ញុំបើកទ្វារចោលឲ្យហើយទៅអូខេទៅបាត់នៅឥឡូវចាំបន្តិចទៅតោះឥឡូវទៅអូខេអញ្ចឹងថាលឺសំឡេងអញ្ចឹង Granny បកមកវិញហើយខ្ញុំនឹងធ្វើការពួនក្រោមតុកនេះដើម្បីយើងរត់ទៅឥឡូវវាមកហើយនេះមកឲ្យដល់លឿនមែនតើជុំមិនមកវិញអញ្ចឹង